ល្អហើយត្រូវខ្លាំងទៀតជីវិតមនុស្សម្នាក់ដោយមិនថាខ្ញុំឬថាអ្នកដទៃទេគឺថាបើត្រឹមតែមួយរស់ខ្ញុំជឿថាគ្រប់គ្នាអាចរស់នៅបានយ៉ាងត្រឹមត្រូវខ្ញុំមើលឃើញថាអ្នកក្រជាច្រើនត្រូវការក្រពះឆ្អែតសិនរីឯអ្នកមានទ្រព្យសម្បត្តិតែងត្រូវការកិត្តិយសអំណាចបុណ្យស័ក្តិនិងកេរ្តិ៍ឈ្មោះបន្ថែមទៀតនឹងលក្ខប៉ុន្តែបុគ្គលដែលស្គាល់ធម្មជាតិពិតរបស់ខ្លួនក្នុងនាមជាមនុស្សដែលមានអត្ថិភាពនៅលើផែនដីនេះពុំត្រូវការអ្វីទាំងអស់ពីការរស់នៅឡើយជីវិតនេះបើគ្មានឱកាសបានរស់នៅដោយសុខស្រួលទេតែយ៉ាងហោចណាស់ក៏ត្រូវស្លាប់ទៅវិញដោយមានមោទនភាពខ្ញុំធ្លាប់ឆ្លងកាត់នៅជីវិតឡើងចុះឬចុះឡើងឬពេលភាគច្រើនខ្ញុំបានក្លាយទៅជាជនរងគ្រោះនៃការរស់នៅក៏មានកាលសម័យខ្ញុំដើរឃ្វាលគោក្របីខ្ញុំជាក្មេងមិនចេះហែលទឹកទេតែចៃដន្យខ្ញុំឃើញក្មេងជាគូកនលោតទឹកខ្ញុំក៏លោតតាមក្មេងៗទាំងនោះដែរលទ្ធផលចុងក្រោយខ្ញុំត្រូវលង់ទឹកក្នុងពេលខ្ញុំលង់ទឹកវាជាពេលដែលខ្ញុំរៀនហែលទឹកនិងក្លាយទៅជាអ្នកចេះហែលទឹកទឹកជាអ្នកបង្រៀនខ្ញុំឲ្យចេះហែលចំពោះជីវិតមនុស្សក៏ស្រដៀងគ្នាដែរត្បិតបើយើងមិនចេះរស់នៅទេគឺយើងនឹងលង់ក្នុងវាលវដ្តសង្សាររហូតដល់ថ្ងៃចុងក្រោយក្នុងរយៈពេលជាច្រើនឆ្នាំខ្ញុំរស់នៅក្នុងនាមជាអ្នកពិសោធន៍នឹងជីវិតរហូតដល់ខ្ញុំមានអារម្មណ៍ថាបើខ្ញុំបានក្លាយទៅជាចំណាប់ខ្មាំងនិងជនរងគ្រោះនៃពិភពលោកនេះខ្ញុំពិសោធន៍ម្ដងហើយម្ដងទៀតថាតើជីវិតវានឹងទៅដល់ទីណាខ្ញុំមើលឃើញថាជីវិតវាឡើងចុះប្រៀបដូចជាទឹករលកអញ្ចឹងបើគ្មានឡើងវាក៏គ្មានចុះដែរឬបើគ្មានចុះវាក៏គ្មានឡើងដែរចុះនិងឡើងវាត្រឹមតែជាជីវិតត្រឹមតែដឹងថាបើចុះខ្ញុំក៏នៅតែជាខ្ញុំឬបើឡើងក៏ខ្ញុំនៅតែជាខ្ញុំដដែលឥតប្រែប្រួលឡើយក្នុងកលៈទេសៈខ្លះខ្ញុំប្រាប់ឲ្យមនុស្សដែលខ្ញុំស្រឡាញ់ប្រឹងតែខ្ញុំវិញមិនសូវប្រឹងទេត្បិតមូលហេតុដោយសារតែពេលខ្លះទោះបីធ្លាក់ជ្រៅឬហោះហួសមេឃក៏ខ្ញុំនៅតែទប់ខ្លួនជាប់ជានិច្ចដែររីចំពោះអ្នកដទៃខ្ញុំមិនហ៊ានធានាទេថាតើគេអាចទទួលយកជីវិតដែលធ្លាក់ខ្លួនខ្លាំងបានឬអត់មនុស្សយើងគ្រប់គ្នាតែងពាល់អារម្មណ៍សុខដែលកើតចេញពីសេចក្តីល្អរបស់ខ្លួនតែស្របពេលពាល់អារម្មណ៍ក៏បីនឹងសេចក្តីល្អក្នុងខ្លួនក៏មានមនុស្សមិនតិចទេដែលមានអារម្មណ៍ថាខ្លួនប្រៀបដូចជាជនរងគ្រោះក្នុងសង្គមឈឺចាប់ណាស់ត្បិតសេចក្តីល្អខ្លះវាមិនត្រូវបានស្វាគមន៍ជានិច្ចនោះទេខ្ញុំកំណត់ថាល្អតែម្យ៉ាងគឺមិនទាន់គ្រប់គ្រាន់ទេតែយើងត្រូវខ្លាំងផងដែរទើបឈ្នះជីវិតនេះបានតើហេតុអ្វីបានជាដូច្នេះក្រៅតែពីរងគ្រោះដោយសារតែមនុស្សអាក្រក់ចំតួយើងប្រហែលជាធ្លាប់ទទួលរងគ្រោះដោយសារតែមនុស្សល្អដែលអវិជ្ជាមិនតិចទេមនុស្សល្អដែលអវិជ្ជាខ្លះច្រឡំវាប្រហារមនុស្សល្អដូចគ្នានេះជាហេតុនៃអវិជ្ជាយើងអាចស្អប់សត្រូវតែកលៈទេសៈចាំបាច់ខ្លះទៀតយើងក៏ត្រូវចេះសម្ដែងធ្វើស្អប់មិត្តល្អដែលអវិជ្ជាខ្លះផងដែរខ្ញុំប្រើពាក្យថាខ្ញុំតែមិនមែនជាខ្ញុំទេ